บ้านยังไงบางคนนะคลาสจังบัดเขาถาม messenger របស់យើងក៏មកគេដឹងថាយើងនឹងកំពុងតែលេងនៅ messenger ឬក៏នៅកំពុងតែ online នៅ messenger របស់យើងបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាចង់ដែរឬទេបាទហ្នឹងហើយបងប្អូនមើលត្រង់ចំណុច QQ នេះបាទហ្នឹងហើយចំណុច QQ ដែលនៅខាងលើចំកន្លែងរូបពួកយើងទាំងអស់គ្នានេះណាបាទហ្នឹងហើយបងប្អូនណានេះបងប្អូនទាំងអស់គ្នាបានន័យថាបើសិនជាបែបនេះណាបានន័យថាពួកគាត់កំពុងតែលេងបាទហ្នឹងហើយពួកគាត់កំពុងតែលេងបាទនេះបែបនេះកំពុងតែមើលឲ្យហ្នឹងហើយបើអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចង់បិទដើម្បីកុំឲ្យអ្នកដតីឬក៏អ្នកផ្សេងឃើញថាយើងកំពុងតែលេងនៅ Messenger ហ្នឹងឬក៏ Facebook របស់យើងហ្នឹងគឺយើងចូលទៅបិទទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងយើងចូលមកកន្លែងខាងក្រោមឬក៏កន្លែងទ្រេ3នេះបាទហ្នឹងហើយអញ្ចឹងយើងធ្វើការចុចឬបងប្អូនមើលចំត្រង់កន្លែងសញ្ញាកូនសោឬក៏ពាក្យថា CP យើងធ្វើការចុចមកណាបាទហ្នឹងហើយបន្តមកទៀតគឺយើងធ្វើការចុចចំត្រង់កន្លែងពាក្យថា active គេទេបាទហ្នឹងហើយ active status ហ្នឹងហើយ active status បាទនេះធ្វើការចុចបាទហ្នឹងហើយបងប្អូនមើលត្រង់ចំណុចនេះកន្លែងនេះគឺមានគេហៅថាចំណុចបិទបើកបើអញ្ចឹងពេលនេះយើងកំពុងតែបើកបើសិនជាយើងកំពុងតែបើកបែបនេះបានន័យថាមិត្តរបស់យើងកំពុងតែឃើញយើងកំពុងតែ online ឬក៏កំពុងតែលេងនៅMessenger របស់យើងកំពុងតែបើកបាទអញ្ចឹងយើងមិនចង់ឲ្យពួកគាត់ឃើញថាយើងកំពុងតែលេងយើងធ្វើការបិទមកបាទហ្នឹងហើយត្រង់ចំណុចនេះគឺយើងធ្វើការបិទទៅគឺចង់បិទប្រហែលម៉ោងឬក៏ប្រហែលនាទីប្រហែលអីបងប្អូនធ្វើការបិទមកយើងចង់ unlimit បាទយើងធ្វើការបិទរហូតតលតែយើងនឹងគេហៅថាចង់បើកវាវិញបាទអញ្ចឹងបងប្អូនធ្វើការជ្រើសមកឥឡូវបន្ទាប់ពីខ្ញុំធ្វើការជ្រើសរួចហើយខ្ញុំធ្វើការមើលមកខាងក្រោមត្រង់កន្លែងពាក្យ QQ នេះយើងធ្វើការចុចមកបាទឥឡូវហ្នឹងបិទរួចរាល់ហើយក៏ប៉ុន្តែវាមិនទាន់អស់ទេនៅមួយចំណុចទៀតចំណុចដែលសំខាន់បាទអញ្ចឹងយើងចូលទៅក្នុង Facebook របស់យើងមកបាទហ្នឹងហើយបន្ទាប់ពីយើងចូលមកក្នុង Facebook របស់យើងហើយយើងមើលចំកន្លែងទ្រេ3នៅខាងលើឬក៏ខាងស្ដាំដៃនេះបាទជួនកាលទូរស័ព្ទរបស់បងប្អូនខ្លះនៅខាងក្រោមបាទអញ្ចឹងយើងមើលកន្លែងទ្រេ3ចុចខាងលើនេះមកបាទហ្នឹងហើយបន្ទាប់មកទៀតយើងអូសមកខាងលើបងប្អូនចុចចំត្រង់កន្លែងការកំណត់បាទការកំណត់យើងចុចមកបាទអញ្ចឹងយើងធ្វើការអូសខាងលើមកបាទហ្នឹងហើយអូសឡើងលើហើយបងប្អូនមើលត្រង់ចំណុចពាក្យថាស្ថានភាពសកម្មយើងធ្វើការចុចមកបាទហ្នឹងហើយបងប្អូនមើលឃើញបេតុងដែលមានគេហៅថាបេតុងដែលមានពណ៌ខៀវដែលមានសញ្ញាបើកនេះណាឬក៏បងប្អូនមើលលំអិតខាងក្រោមនេះក៏បានដែរបងប្អូនមើលទៅភាសាអ្វីដែលបងប្អូនជំនាញបងប្អូនអាចមើលបានណាបាទក៏ប៉ុន្តែបើសិនជាពេលនេះខ្ញុំនឹងធ្វើការបិទបដ ாய் បាទហ្នឹងហើយដើម្បីកុំឲ្យមិត្តរបស់យើងឃើញថាយើងនឹងកំពុងតែអនឡាញបាទហ្នឹងហើយអូខេធ្វើការបិទបាទបិទទៅមកទៅបាទហ្នឹងហើយហ្នឹងហើយឥឡូវយើងធ្វើការបិទរាល់ណាមិត្តទាំងអស់គ្នាមិត្តណាខ្លះចង់ស្អាតបាទណាបាទហ្នឹងហើយក៏បាទហ្នឹងហើយក៏អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណេះឯងក៏សូមអរគុណដល់មិត្តយើងទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំនេះបាទហ្នឹងហើយអូខេជូនពរមិត្តទាំងអស់គ្នាសុខសប្បាយគ្រប់គ្នាបាទ